ប្រាក់ខែអត់សំខាន់ទេសំខាន់បេះដូងប្រាក់ខែហ្មងអត់សំខាន់ទេអ្នកនរគ្នាសំខាន់ឲ្យតែមានបេះដូងស្មោះបានទេបើចាំ500បើចាំ1000អីតែ150 200ហ្នឹងឲ្យតែមានបេះដូងស្មោះមកបានទេមនុស្សស្រីáកុំទៀមទារកប្រាក់ខែអីយើងគួរតែគិតថាក្តីសុខផ្លូវចិត្តណាវាសំខាន់ជាងណាយល់អត់អ្នកនរគ្នាជឿដូចខ្ញុំអត់ខ្ញុំអត់ត្រូវការព្រោះខ្ញុំមានបទពិសោធន៍ខ្ញុំមានលុយប៉ុន្តែគ្រួសារខ្ញុំមុនណាអត់ផ្ដល់ក្តីសុខឲ្យយើងអត់ផ្ដល់សុភមង្គលឲ្យយើងអញ្ចឹងណាដើរចោលផ្ទះរហូតអញ្ចឹងសម្រាប់ខ្ញុំប្រាក់ខែអត់សំខាន់ទេសំខាន់បេះដូង